ចាសួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូមួយនេះខ្ញុំនឹងបកស្រាយព្រោះមានបងប្អូនខ្លះគាត់សួរថា simplify តាក់ហ្នឹងយើងធ្វើ backdate បានអត់ជាក់ស្ដែង simplify យើងអាច backdate បានបងប្អូនហើយខ្ញុំពីខ្ញុំទៅដោយសារខ្ញុំជាភ្នាក់ងារតាក់ agent ពីមុនមកដែរគឺខ្ញុំឃើញពីអត្ថប្រយោជន៍ច្រើនជាពិសេសកំឡុងពេល TOI ណាហើយជាមូលហេតុមួយចំនួនដែរដែល business ដែលគាត់ប្រើ simplify ជាជំនួយគឺគាត់រៀបចំការប្រកាសពន្ធគាត់បានលឿនត្រឹមត្រូវហើយចំណេញពេលវេលាមែនទែនអញ្ចឹងដោយដែលបងប្អូនឃើញពីដើមវីដេអូមិញហ្នឹងអញ្ចឹងគឺដើមឡើយយើង log in មក simplify សិនមកហើយយើងទៅ business ដែលយើងចង់ប្រកាសអញ្ចឹង simplify ចំណុចពិសេសមួយគឺបងប្អូនអាច add business បានច្រើននៅក្នុង user តែមួយអញ្ចឹងខ្ញុំនឹងឧទាហរណ៍មក company ឈ្មោះខ្ញុំមួយនេះដើម្បីធ្វើការប្រកាសពន្ធហើយខ្ញុំធ្វើ backdate ជាក់ស្ដែងទៅយើងអាចនិយាយបានថាយើងប្រកាសឡើងវិញបានពេញមួយឆ្នាំណាចាដើម្បីត្រៀមធ្វើ TI អញ្ចឹងទៅជាក់ស្ដែងខាងនេះមានខែ1ខែ2ខែ4នេះអញ្ចឹងដែលខ្ញុំតេស្តមើលអញ្ចឹងខ្ញុំ add មកសម្រាប់ប្រកាសខែ3បន្តទៀតអញ្ចឹងហើយ period ហ្នឹងគឺឆ្នាំ2024ទេបងប្អូនឃើញទេណាអញ្ចឹងដើម្បីប្រកាសពន្ធបានខ្ញុំបញ្ជាក់ពីខាងដើមបន្តិចបងប្អូនចូលមក business នេះហើយ monthly tax នេះបងប្អូន add new ណាចា add new មិញខ្ញុំថាខ្ញុំប្រកាសខែ3អញ្ចឹងខ្ញុំ back មកខែ3បន្តិចហើយអត្រានេះបងប្អូនអាចដាក់តាមអត្រារបស់ GBP ណាហើយ active ពន្ធនេះដូចគ្នាបើសិនជាមាន tick វាមកបើអត់ទេក៏អត់ទៅហើយ save and close